ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រក្រសួងអភិវឌ្ឍជនបទលេខ086/25កអជសារលិខិតជូនពរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សុបស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025សម្ដេចអគ្គមហាសេនាបតីតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់ក្នុងឱកាសដ៏បវរសួស្តីសិរីមង្គលមហាប្រសើរនៃឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សុបស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025ខាងមុខនេះយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍជនបទសូមសម្ដែងនៅអំណរសាទរដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងនិងសូមគោរពជូនពរជ័យសិរីមង្គលបវរមហាប្រសើរជូនសម្ដេចអគ្គមហាសេនាបតីតេជោសូមបានប្រកបដោយសុខភាពល្អបរិបូរណ៍កាយពលមាំមួនបញ្ញាញាណវាងវៃនិងមានជន្មាយុយឺនយូរឆ្លៀតក្នុងឱកាសដ៏មហានក្ខត្រឹកនេះយើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះគុណូបការៈដ៏ធំធេងនិងគំរូវីរភាពដ៏មោះមុតបំផុតរបស់សម្ដេចតេជោដែលបានពលិកម្មគ្រប់បែបយ៉ាងសូម្បីជីវិតសម្ដេចតេជោផ្ទាល់ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី7ខែមករាឆ្នាំ1979ដែលជាថ្ងៃកំណើតទី2របស់យើងខ្ញុំទាំងអស់គ្នាសម្ដេចតេជោក៏ជាបិតាស្ថាបនិកសន្តិភាពនៅកម្ពុជានិងជាអគ្គមគ្គុទ្ទេសក៍ឯកនៃនយោបាយឈ្នះឈ្នះដោយបានត្រួសត្រាយស្វែងរកសន្តិភាពពេញលេញសម្រាប់ប្រជាណាចក្រកម្ពុជាលើសពីនេះក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃរបស់សម្ដេចតេជោកម្ពុជាមានការអភិវឌ្ឍរីកចម្រើនសម្បូររុងរឿងលើគ្រប់វិស័យមានសុខសន្តិភាពពេញលេញការបង្រួបបង្រួមជាតិឯកភាពជាតិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សដែលនាំឲ្យកិត្តិស័ព្ទជាតិល្បីល្បាញសុសសាយឡើងវិញទាំងនៅឆាកជាតិនិងអន្តរជាតិជាពិសេសសម្ដេចតេជោបានផ្ដួចផ្ដើមបង្កើតគម្រោងព្រែកជីកហ្វូណនតេជោជាព្រែកជីកប្រវត្តិសាស្ត្រលើកទី1ដែលនឹងផ្ដល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជាជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកាយទាំង3វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យសិរីសួស្តីជ័យមង្គលគ្រប់ប្រការជូនដល់សម្ដេចអគ្គមហាសេនាបតីតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតព្រមទាំងបុត្រាបុត្រីនិងចៅចៅជាទីស្រឡាញ់សូមបានប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាមេត្តាទទួលនៅគិរវៈភក្តីដ៏ខ្ពង់ខ្ពស់និងស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំទាំងអស់គ្នាតំណាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការរដ្ឋមន្ត្រីហត្ថលេខានឹងត្រាឆាយរិទ្ធិសែន